សួស្តីទាំងអស់គ្នាចូលមកកាន់ Channel គ្រីមម្ដងទៀតណាអញ្ចឹងឥឡូវនេះយើងមកបន្តសាច់រឿងរបស់យើងជាមួយនឹងភាពបន្ទាប់តែមុននឹងចូលដល់ភាពបន្ទាប់កុំភ្លេចជួយ Subscribe និងដាក់សញ្ញាកណ្ដឹងក្នុង Channel Admin ម្នាក់មួយផងណាចូលមកកាន់ EP 7ទាំងអស់គ្នា EP នេះអាចមើលទៅរៀងស្មុគស្មាញហើយរៀងសែតបន្តិចហើយព្រោះនៅសុកអ្នកនាងវ៉ាត់ចេញមកវិញយើងគិតថាវីគឺជាអ្នកនាងវ៉ាត់កើតជាតិថ្មីហើយហេតុអីក៏មានអ្នកនាងវ៉ាត់មួយទៀតបន្ទាប់មកពួកគាត់ក៏បានមកជួបគ្នាមានភីសាលោកគ្រូចិនសៃនិងអ្នកនាងវ៉ាតហើយក៏បានសួរព័ត៌មានផ្សេងៗទាក់ទងនឹងអ្នកនាងវ៉ាតហើយអ្នកនាងវ៉ាតក៏បានឆ្លើយថាគាត់គឺជាប់ខ្សែស្រឡាយតកូលនឹងមែនហើយគាត់ក៏ឈ្មោះវ៉ាតហ្វារឿងដែលសំខាន់ហ្នឹងគឺអ្នកនាងវ៉ាតគាត់ចាំរឿងពីអតីតកាលទាំងអស់គាត់គឺធ្លាប់យល់សប្តិឃើញភីសាហើយពេលដែលគាត់ជួបភីសាដំបូងគាត់ថាអ្នកឯងមានរូបរាងពិតប្រាកដនៅលើផែនដីនេះដែរខ្ញុំស្មានតែខ្ញុំចេះតែយល់សប្តិទេលោកគ្រូចិនសៃគាត់ក៏បានប្រាប់ទៅភីសាថាហ្នឹងឯងអ្នកនាងវ៉ាតដូចមុខមាត់ហើយដឹងរឿងវិជាតិមុនទៀតហើយតមកភីសាគាត់ក៏អត់សូវសប្បាយចិត្តដែរគាត់ពងគិតថារឿងហ្នឹងវាយ៉ាងម៉េចហើយតមកគាត់ក៏បាននិយាយគ្នាមួយវីតែនិយាយរឿងផ្សេងទេពងគិតថាហេតុអីអញ្ចឹងណាគាត់អត់ទាន់ចេញបន្ទាប់មកគាត់មកអង្គុយនៅក្នុងផ្ទះវិញសុកក៏ស្រាប់តែមានអ្នកទេមកគាត់គឺអ្នកនាងវ៉ាតនឹងបានទេមកគាត់ហើយវីក៏មកអង្គុយចិត្តគាត់ហើយគាត់ក៏អត់បានលើកទូរស័ព្ទនឹងដែរដោយសារវីមកកន្លែងហ្នឹងដែរវីគាត់រៀបចេញទៅធ្វើការគាត់មកថើបភីសានហើយបានគាត់ចេញទៅធ្វើការហើយពិសាយើងគាត់ក៏ឆ្ងល់គាត់តែតែមកកន្លែងដែរអ្នកនាងវ៉ាតត្រូវបានស្លាប់នឹងអង្គុយគិតស្រាប់តែគាត់មកដល់កន្លែងហ្នឹងគាត់ក៏បានជួបអ្នកនាងវ៉ាតជាតិថ្មីហ្នឹងនៅកន្លែងហ្នឹងដូចគ្នាហើយអ្នកនាងវ៉ាតហ្នឹងគាត់ដើរបដាគាត់និយាយពីរឿងកើតឡើងដែលគាត់បានឃើញនៅក្នុងយល់សប្តិហ្នឹងហើយពិសាគាត់នៅក្នុងសាច់រឿងហ្នឹងគាត់គឺដឹងហើយថាដូចពិតមែនដូចអ្វីដែលកើតឡើងពិតមែនអ្នកនាងហ្នឹងនិយាយការពិតហើយបន្តមកទៀតនិយាយដល់កន្លែងដែរអ្នកនាងវ៉ាតត្រូវគ្រាប់ហ្នឹងគាត់គឺភ័យខ្លាំងហើយគាត់ថាគាត់ខ្លាចហើយឲ្យភីសានឹងជួយគាត់ផងហើយគាត់ក៏ហត់ទៅឲ្យភីសានេះភីសាក៏គាត់ទៅកងវិញអញ្ចឹងទៅហើយពេលនឹងដែរក៏អាជូបានមកដល់កន្លែងហ្នឹងហើយគាត់គឺអត់ពេញចិត្តនឹងទង្វើដែរពីអ្នកនឹងពងធ្វើទេហើយសំខាន់មួយទៀតគឺវីក៏មកតាន់ពេលនឹងដូចគ្នាឃើញថាពីអ្នកនឹងពងអោបគ្នាអញ្ចឹងវីក៏ខឹងហើយដើរចេញទៅពេលនឹងដែរភីសានក៏គាត់ដេញតាមវីគាត់រត់ទៅតាមវីហើយបកស្រាយប្រាប់វីតែវីប្រាប់ថាបាញ់ចេញពីខ្ញុំឯងទោះឲ្យខ្ញុំចិត្តតែជាក់សិនមិនអញ្ចឹងខ្ញុំវាយបងឯងហើយភីសានថាវាយមកវាយអស់ចិត្តមកហើយតមកគាត់ក៏នៅតែចាប់វីហើយនិយាយមួយវីអញ្ចឹងណារហូតដល់លោកគ្រូចិនសែអាជូហើយនឹងអ្នកនាងវ៉ាតនឹងមកដល់លោកគ្រូចិនសែប្រាប់វីថាស្ដាប់ខ្ញុំឲ្យច្បាស់សិនម្នាក់ស្រីហ្នឹងគឺជាអ្នកនាងវ៉ាតអញ្ចឹងទៅវីក៏គាត់សង្ហាចិត្តអ្នកនាងវ៉ាតគេមកវិញឯងគាត់ត្រូវអស់តួនាទីអីអញ្ចឹងទៅហើយបន្ទាប់មកភីសានគាត់ក៏ទៅបើកយករូបអ្នកនាងវ៉ាតកាលពីមុនមកឲ្យមើលប្រៀបធៀបជាមួយនឹងអ្នកនាងវ៉ាតឥឡូវគឺដូចគ្នា 100% ហើយម្នាក់គឺថាប្រកាសជាម្នាក់នឹងអ្នកនាងវ៉ាទេសូម្បីតែគ្រូចិនសៃក៏គាត់និយាយដែរគាត់ថាថ្ងៃខែឆ្នាំកំណើតពេលវេលាកើតគឺដូចវីទាំងអស់អញ្ចឹងដើម្បីឲ្យដឹងថាម្នាក់ណាជាអ្នកនាងវ៉ាគឺត្រូវតែធ្វើពិធីមួយគឺយកសាលា5000មកដាក់អ្នកណាដែលនៅចិត្តសាលា5000ឲ្យមានពលឺអ្នកហ្នឹងហើយជាអ្នកនាងវ៉ាប៉ិតហើយកំឡុងពេលដែរគឺគ្រូចិនសៃគាត់នឹងបង្ហាញពីដំណាក់កាលនៃការទៅយកសាលា5000ហ្នឹងមានកលឹងយន្តមានការលាក់ទុកអីខ្លះគឺអ្នកទាំងអស់គ្នាបានឃើញទាំងអស់លោកគ្រូចិនសៃគាត់ក៏យកសាលា5000ទៅដាក់នៅមុខវីមុនគេបង្អស់បន្ទាប់មកសាលា5000ហ្នឹងក៏មានពលឺភីសាគាត់សប្បាយចិត្តខ្លាំងណាស់ហើយបន្តមកទៀតគាត់ក៏យកសាលា5000ហ្នឹងទៅដាក់ជាមួយនឹងអ្នកនាងវ៉ាន់ម្ដងពេលហ្នឹងដែរគឺសាលា5000ចេញពលឺដូចគ្នាធ្វើឲ្យម្នាក់ឆ្ងល់ទៀតហើយអត់ដឹងថាអ្នកណាពិតអ្នកណាខ្លាយអាជូគឺអត់ចិត្តទេឥឡូវពងតែនិយាយគ្នាជាមួយលោកគ្រូចិនសៃលោកគ្រូចិនសៃឆ្លើយថាវីហ្មងទៅហើយលោកគ្រូចិនសៃថាអត់អាចឆ្លើយអញ្ចឹងបានទេដោយសារតែបើអ្នកណាខុសគឺអត់អាចផ្ដល់សាលា5000ហ្នឹងទៅឲ្យភីសានបានភីសាននឹងត្រូវស្លាប់អញ្ចឹងត្រូវរស់អ្នកដែលត្រឹមត្រូវហើយគាត់ក៏បាននិយាយថាបើសិនជាឲ្យគាត់និយាយធម្មតាគឺអ្នកនាងវ៉ាតគេត្រឹមត្រូវ 100% ដោយសារមុខមាត់ជាមនុស្សស្រីហើយគេថ្ងៃខែឆ្នាំកំណើតដូចវីទាំងអស់កំឡុងពេលដែលអាជូពងនិយាយគ្នាមួយលោកគ្រូចិនសៃហ្នឹងគឺវីក៏បានស្ដាប់ឮដែរដោយសារតែវីគាត់ឈរនៅខាងក្រោមអញ្ចឹងវីឮគ្រប់យ៉ាងគាត់ដឹងថាគេជាអ្នកនាងវ៉ាទេគាត់អាចនឹងមិនមែនទេហើយបន្ទាប់មកគាត់ក៏ត្រឡប់ទៅកន្ទប់គាត់វិញរៀបចំអីវ៉ាន់គាត់គិតថាគាត់នឹងចាក់ចេញពីផ្ទះហ្នឹងហើយពេលដែរភីសានក៏ចូលមកដល់ក៏បានហាមគាត់ថាឲ្យនៅមួយបងសិនគ្រប់យ៉ាងវីអត់ទាន់ប្រកបទេនៅចាំការពិតសិនហើយវីក៏ប្រាប់ថាឲ្យខ្ញុំនៅមិនខ្ញុំធ្វើអត់បានទេហើយភីសានក៏លួងលោមវីទៅហើយវីក៏ព្រមនៅជាមួយភីសានបន្តទៀតចាំមើលទាំងអស់គ្នាថារឿងហ្នឹងវាយ៉ាងម៉េចវីគាត់ប្រមាថចិត្តខ្លាំងមែនតើដល់ថ្នាក់គាត់ដេកយំនៅចិត្តភីសានដឹងតែភីសានបានដឹងទេហើយសាច់ឡើងវីក៏គាត់ទៅធ្វើការតាមធម្មតាហើយពេលហ្នឹងដែរគឺអ្នកនាងវ៉ាត់ទៅរកវីដល់កន្លែងធ្វើការរបស់វីបន្ទាប់មកពីអ្នកគាត់ក៏បាននិយាយគ្នាការសន្ទនានឹងដែរគាត់ក៏សួរថាវីត្រូវជាអីជាមួយនឹងភីសានវីក៏ប្រាប់ថាគាត់ត្រូវជាសង្សារនឹងគ្នាអ្នកនាងវ៉ាន់ហ្នឹងគាត់ក៏និយាយថាឲ្យសានមកខ្ញុំវិញមកវីក៏គាត់គេគាត់អត់ដឹងនិយាយអីហ្មងហេតុអីមកទៀមទីអញ្ចឹងហើយគាត់ក៏និយាយប្រាប់
vì thế bà sẵn san bật bà con mến cua ta ao rồi cho năm để san không chăm nữa ngồi vi chụp nào vậy để qua chăm cũng thôi chẳng bà sẵn kết bật dành chẳng hơi nhẹ liên quan đến có đào chân hai bên nó đã có bẹt tớt có ăn mà hồ vi có đàoไปchuộtนี่cho mùi nhẹ liên quan nângให้có ăn từ xuân nôm vi dày mùi vi dày dày sức sức xẹp thầm bên từ sắp mũi ban con hồ vi hay vi có ban từตัวtừสาบิแคมตีเป็ดแผลปีส่งเพียบบ่อยยก็ได้เธอเอาก็เธอแปดเชฟตัวในสายยก็กำปองแต่เธอการแบบกันให้เป็นนักได้คือวีก็ประบาดชัดครั้งให้กับซูแปดเตอร์แทนมีหนึ่งไอ้แก่เล่าแปดเตอร์ก็แผลปีความเหม็นเส้นបន្ទាប់ពីដឹងព័ត៌មានរបស់យាយគាត់ហើយគឺគាត់មានចិត្តគំនិតមួយគឺមកលួចសិលា5ពណ៌ដើម្បីយកទៅឲ្យយាយគាត់ហើយពេលហ្នឹងគឺគាត់មកលួចពិតមែនហើយក៏លួចបានសម្រេចហើយសម្រាប់គ្រួសារពិសានគាត់ទំតែមកពីខាងក្រៅវិញហើយគាត់ទៅដល់ក្នុងផ្ទះភ្លាមពិសានគឺស្លាប់ភ្លាមការដែលស្លាប់នេះដោយសារតែចិត្តគៀកដងឯង100ឆ្នាំរបស់គាត់ហើយវីបានលួចសាលា5ពណ៌ចេញទៅធ្វើឲ្យរាងកាយគាត់ចុះខ្សោយខ្លាំងពិសានគាត់មិនធម្មតាស្លាប់ទេពេលគាត់ដឹងខ្លួនមកវិញគឺគាត់ចាប់ផ្ដើមឈឺចាប់ខ្លាំងដូចគាត់ត្រូវឈឺចាប់រៀងរាល់យប់អញ្ចឹងហើយបន្ទាប់មកពេលហ្នឹងគ្រូចិនសៃក៏មកដល់ហើយក៏ហៅអ្នកនាងវត្តអីមកទាំងអស់គ្នាហើយពេលហ្នឹងគឺនាំគ្នាទៅមើលសាលា5ពណ៌គឺសាលា5ពណ៌បានបាត់ហើយក៏ប៉ុន្តែអត់ទាន់មានអ្នកណានិយាយថាអ្នកណាអ្នកលួចអ្នកអីទេហើយកន្លែងមកមើលវីវិញគាត់ក៏បានលួចសាលាហ្នឹងហើយរត់មកជួបមិត្តភក្តិគាត់ហើយមិត្តភក្តិគាត់ជួបគាត់ទៅមន្ទីរពេទ្យហើយពេលហ្នឹងដែរអ្នកនរគ្នាពងចលាចលថាពេលដែលសំខាន់អញ្ចឹងវីបាត់ទៅណែគេមកមើលវីគាត់នៅខាងមន្ទីរពេទ្យមួយយាយគាត់ហើយគាត់ក៏ប្រាប់យាយគាត់ពីរឿងហ្នឹងហើយយាយគាត់ក៏បានប្រាប់គាត់ថាគាត់អាចទទួលយកសាលានឹងបានទេដោយសារតែភិសានធ្លាប់ជួយសង្គ្រោះជីវិតគាត់កាលគាត់នៅទូចម្ដងហើយអញ្ចឹងឥឡូវគឺជាពេលវេលាដែលបោះភិសានចុងក្រោយហើយគាត់ត្រូវតែឲ្យភិសានបានរស់នៅឲ្យបានសុខចិត្តហើយវីក៏នៅតាមអស់ចិត្តថាទោះមានរឿងអីក៏ដោយគាត់ត្រូវតែជួយយាយគាត់តែយាយគាត់ប្រាប់ថាជីវិតគឺបែបនេះហើយយាយត្រូវទៅចៅត្រូវតែរស់នៅឲ្យបានល្អហើយវីយំវីពិបាកចិត្តយាយក៏ប្រាប់ថាយាយទៅមែនតែយាយនៅតែមាននៅក្នុងបេះដូងចៅរហូតសម្រាប់កន្លែងហ្នឹងវីក៏គិតថាគាត់យកមកជួយយាយគាត់ហើយចាំនៅសេសសល់ខ្លះគាត់យកទៅឲ្យភិសានវិញគាត់មិនគិតថាជួយយាយគាត់ហើយអត់ជួយភិសានយើងកន្លែងមកមើលតួអង្គភិសានវិញគឺគាត់ឈឺហើយគាត់ពិបាកខ្លាំងតែមានអ្នកនាងវត្តនៅជួយមើលថែហើយកន្លែងមកមើលវីមិត្តភក្តិគាត់កំពុងតែពិភាក្សាគ្នាថាគួរតែយកសាលា5ពណ៌ទៅសងគេវិញដោយរបៀបណាហើយនៅខាងអ្នកផ្ទះនេះក៏នាំគ្នាចាប់ផ្ដើមគិតថាអ្នកណាតែយកសាលា5ពណ៌ហើយអ្នកនាងវត្តក៏គាត់និយាយថាប្រហែលជាវីហើយម្នាក់គឺគេប្រកែកមួយអ្នកនាងវត្តមកថាវីមិនមែនអញ្ចឹងហើយពេលដែលកំពុងនិយាយគ្នានឹងដែរវីក៏គាត់បានឡើងមកដល់ដែរហើយគាត់លឺអញ្ចឹងហើយគាត់ក៏បានបើកទ្វារមកនិយាយការពិតគ្រប់យ៉ាងប្រាប់ថាគាត់អ្នកលួចសាលា5ពណ៌ហ្នឹងហើយគាត់ក៏ជាអ្នកដែរចង់លួចសាលា5ពណ៌តាំងពីពេលដំបូងពេលដែលមានចៅចូលផ្ទះហ្នឹងគាត់មិនបានការពារសាលា5ពណ៌ហ្នឹងទេគឺគាត់មានម្ដងលួចហើយពេលហ្នឹងគ្រប់គ្នាគឺខឹងនឹងវីហើយស្ដីឲ្យវីគ្រប់គ្នាហេតុអីក៏វីធ្វើចឹងអញ្ចឹងទាំងដែលគ្រប់គ្នាស្រឡាញ់រាប់អានវីខ្លាំងណាស់ហើយពេលហ្នឹងដែរភិសានគាត់ក៏បានព្យាយាមងើបមកនិយាយភិសានគាត់ងើបមកគាត់ងើបរួចទេអញ្ចឹងអ្នកនាងវត្តក៏ទៅជួយលើកតែគាត់ក៏វាអ្នកនាងវត្តចេញអាកុងទៅជួយលើកក៏គាត់ក៏វាអាកុងចេញហើយតមកគាត់ងើបមកនិយាយជាមួយវីភិសានគាត់ព្យាយាមងើបមកនិយាយហើយគាត់ងើបរួចទេគាត់ចង់ឲ្យណាគេជួយពេលហ្នឹងគាត់ដួលទៅចំពុកលើវីក៏បានអោបវីហើយបាននិយាយគ្នាជាមួយវីតមកវីក៏បានដោះអញ្ជើញនឹងមកសងភិសានវិញហើយក៏រត់ចេញទៅសម្រាប់ភិសានវិញពេលដែលវាចេញទៅហើយគាត់ក៏បានស្លាប់ហើយមកងាកមកមើលវីវិញគឺកំពុងតែពិបាកចិត្តខ្លាំងណាស់ដែលគាត់ធ្វើអញ្ចឹងដាក់ភិសានហើយគាត់អាចថាមានវិបដិសារីខ្លាំងណាស់ស្រឡាញ់ភិសានតែត្រូវតែឲ្យភិសានជួបគ្នាមួយអ្នកនាងវ៉ាន់វិញហើយត្រឡប់មកមើលភិសានវិញគឺចិនសែកំពុងធ្វើកម្មវិធីអីឲ្យមួយហើយតមកគាត់ក៏ដេកទៅហើយពេលដែលគាត់ភ្ញាក់មកវិញគាត់ក៏រៀបចំពាក់អាវស្អាតបាត់ចេញទៅក្រៅអ្នកនាងវត្តគាត់ក៏នៅក្នុងផ្ទះនឹងដែរចាំមើលថែភិសានពេលភិសានចូលទៅគាត់ក៏សួរថាភិសានទៅណាភិសានក៏ប្រាប់ថាគាត់ចង់ទៅចេញទៅរកវីហើយបន្ទាប់មកអ្នកនាងវត្តក៏ប្រាប់ថាញ៉ាំអាហារពេលព្រឹកសិនទៅភិសានគឺអត់ញ៉ាំទេគឺត្រូវតែប្រញាប់ទៅរកវីហើយបើជូវិញគឺជូអត់ចូលចិត្តអ្នកនាងវត្តនឹងទេថាទៅរកវីជាមួយនឹងភិសានដែរហើយដើរបុកអ្នកនាងវត្តនឹងហ្មងហើយពីអ្នកនឹងក៏នាំគ្នាចេញដំណើរទៅរកវីគឺទៅរកនៅកន្លែងធ្វើការរបស់វីពេលទៅដល់គឺវីអត់មកធ្វើការទេទៅជួបមិត្តភក្តិរបស់វីហើយចាប់មិត្តភក្តិរបស់វីនឹងសួរចម្លើយហ្មងថាវីនៅណាតែមិត្តភក្តិរបស់គេនឹងចិត្តបានទៀតប្រាប់ថាអត់ប្រាប់ដាច់ខាតការពិតទៅវីគឺគាត់នៅជាមួយនឹងភីតតគាត់មានអាផាតមិនឲ្យវីខ្ចីនៅសិនដើម្បីកុំឲ្យភិសានរកវីឃើញអញ្ចឹងណាយើងកន្លែងមកមើលភិសានវិញគឺគាត់ពិបាកចិត្តខ្លាំងណាស់គាត់នឹកវីខ្លាំងពេលគាត់ចូលមកក្នុងបន្ទប់គឺនឹកឃើញតែរូបភាពរបស់វីនៅជាមួយគាត់ហើយឥឡូវហ្នឹងគាត់គឺអត់ដឹងថាទៅរកវីនៅកន្លែងណាទេហើយក៏គាត់នឹកឃើញវិធីមួយគឺទៅជួបពេទ្យតើតព្រោះគាត់គិតថាពេទ្យតើតច្បាស់ជាដឹងថាវីនៅណាហើយពេលហ្នឹងដែរអ្នកនាងវត្តក៏ទៅដែរជួបគ្នាជាមួយនឹងពេទ្យតើតហ្នឹង
ហើយពេលហ្នឹងគឺបេតតក៏បានវាយភីសានវាយគ្នាទៅវិញទៅមកដោយសារគាត់ខឹងថាហេតុអីក៏ភីសានធ្វើឲ្យវីធ្វើពិបាកចិត្តអញ្ចឹងហើយបើធ្វើអញ្ចឹងតែគាត់សុំយកវីទៅវិញហើយអ្នកនាងវ៉ាន់នេះមិនមែនភីសានហើយនឹងអាជូហៅមកទេគឺអ្នកនាងវ៉ាន់ហ្នឹងគាត់សួររកភីសានហើយអាកុងក៏ប្រាប់ថាភីសានមកជួបភីតើថាគាត់ក៏មករកទៅក៏មកជួបគ្នាជុំគ្នានៅនឹងទាំងអស់គ្នាទៅបន្ទាប់ពីជួបគ្នាហើយក៏នាំគ្នាត្រឡប់ទៅផ្ទះយើងក៏លេងមកមើលអាជូឈុតនេះគឺអាជូគាត់ឡើងសែតគាត់ពិបាកចិត្តជាមួយភីសានហ្មងហើយបន្ទាប់មកក៏យើងឃើញអ្នកនាងវ៉ាន់គាត់បានមកផ្ទះរបស់ភីសានគាត់បានហៅអ្នកនាងវ៉ាន់មកហើយគាត់បានលោកជង្គង់សុំទោសអ្នកនាងវ៉ាន់គាត់បាននិយាយថាគាត់សុំទោសដែលគាត់ក្បត់ពាក្យសន្យាគាត់ថាចាំអ្នកនាងវ៉ាន់100ឆ្នាំតែឥឡូវគាត់អត់ស្រឡាញ់អ្នកនាងវ៉ាន់គាត់បែរទៅជាស្រឡាញ់វីអញ្ចឹងអ្នកនាងវ៉ាន់ក៏គាត់ប្រាប់ថាឥឡូវបើលោកឯងអត់ព្រមស្រឡាញ់ខ្ញុំទេអញ្ចឹងលោកឯងឲ្យសាលា5000មកខ្ញុំមកអញ្ចឹងពីសានគាត់ក៏ព្រមសុខចិត្តឲ្យសាលា5000ទៅអ្នកនាងវ៉ាន់ហើយពេលនឹងដែរគ្រាន់តែពីសាននិយាយប្រយោគហ្នឹងគឺមេឃចាប់ផ្ដើមភ្លៀងនៅបើកថ្ងៃសុកក៏ភ្លៀងហើយអ្នកនាងវ៉ាន់ពេលហ្នឹងក៏គាត់ខឹងដែរគាត់បានផ្ទះភីសានមកក៏ភ្លៀងហើយយើងងាកមកមើលលោកគ្រូចិនសាយគឺគាត់នៅសុកគាត់ឆ្ងល់ដែរមិនមេឃក្តៅសុកទៅជាភ្លៀងអញ្ចឹងលោកគ្រូចិនសាយក៏កំពុងតែធ្វើដំណើរមកវិហារដើម្បីបួងសួងប្រម៉ែនេះវ៉ាហើយយើងក៏លេចមកមើលភីសានហើយអ្នកនាងវ៉ាន់វិញគឺភីសានគាត់បានយកសាលា5000មកបកគលឲ្យអ្នកនាងវ៉ាន់តមកទៀតយើងឃើញមានអាកុងគាត់ប្រងដើរឡើងមករកភីសានហើយពេលមកដល់គឺគាត់ឃើញភីសានបានស្លាប់បាត់ទៅហើយគឺមូលហេតុដែលស្លាប់ហ្នឹងដោយសារតែសាលា5000នៅឆ្ងាយពីគាត់អ្នកនាងវ៉ាត់គាត់បានយកសាលា5000ទៅបាត់ហើយយើងក៏លេចមកមើលអ្នកនាងវ៉ាត់កំពុងតែឈរមើលសាលា5000ហើយញ៉ាំអញ្ចឹងទៅហើយសម្រាប់ EP 7របស់យើងគឺចាប់តាមនេះឯងចាំជួបគ្នានៅ EP 8បាយបាយ